ឆ្នាំ2025នេះប្រជាជនកម្ពុជាទូទាំងប្រទេសរំពឹងថាកម្ពុជានឹងមានកំណើនភ្ញៀវទេសចរច្រើនជាងឆ្នាំមុនហើយត្រៀមទះដៃអបអរសាទរភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងប្រទេសកម្ពុជាជាច្រើនលាននាក់ចំណែកឯរាជរដ្ឋាភិបាលខំប្រឹងប្រែងដឹកនាំគណៈប្រតិភូដើរគ្រប់ប្រទេសដើម្បីគៀងគរភ្ញៀវទេសចរនិងវិនិយោគិនក្រៅប្រទេសចូលមកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឲ្យរីកចម្រើនជាងឆ្នាំមុនដើម្បីមានការអភិវឌ្ឍប្រជាជនកម្ពុជាមានការងារធ្វើមានជីវភាពល្អប្រសើរជាងឆ្នាំមុនប៉ុន្តែអ្វីគ្រប់យ៉ាងត្រូវបានវឹកវរដោយសារតែនយោបាយផ្ទៃក្នុងរបស់សៀមបែកបាក់មិនចុះសម្រុងគ្នាធ្វើឲ្យក្រមយោធាសៀមឆ្លៀតឱកាសយកកម្ពុជាធ្វើជាចំណាត់ខ្មាំងដើម្បីយកប្រជាប្រិយភាពពីប្រជាជនរបស់សៀមទូទាំងប្រទេសក្រមយោធាសៀមបានបង្ករឿងចូលមកឈ្លានពានទឹកដីកម្ពុជាត្រង់ចំណុចតំបន់មុំ3ដែលបែងចែកព្រំដែនកម្ពុជាសៀមមិនទាន់បានដាច់ស្រេចហើយលួចវាយឆ្មក់ទាហានកម្ពុជាក្នុងពេលនោះដែរទាហានកម្ពុជាមិនបានប្រុងប្រយ័ត្នបានបាញ់ទាហានកម្ពុជាបណ្ដាឲ្យស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងហើយយកលេសទម្លាក់កំហុសមកលើប្រទេសកម្ពុជាថាជាអ្នកឈ្លានពានសៀមមុនទៅបាញ់ទាហានកម្ពុជាឲ្យបាត់បង់ជីវិតហើយនិយាយថាបាញ់តបតដើម្បីការពារខ្លួនទាហានកម្ពុជាបានពលីសាច់ស្រស់ឈាមស្រស់ដើម្បីទឹកដីកម្ពុជាបានបាត់បង់ធនធានមនុស្សដ៏កម្រមួយរូបហើយចងចាំការឈឺចាប់មួយនេះទូទាំងប្រទេសទង្វើបែបនេះហៅថាទង្វើចោលឈ្លានពានមិនហ៊ានទទួលខុសត្រូវគ្មានអ្វីអាចប្រៀបធៀបជាមួយនឹងសៀមបានទៀតឡើយបន្តមកទៀតភាគីកម្ពុជាមិនចង់ឲ្យមានការផ្ទុះអាវុធខ្លាយជាសង្គ្រាមចង់ដោះស្រាយដោយសន្តិវិធីប៉ុន្តែភាគីចៅសៀមមិនព្រមហើយបង្ករឿងបន្ថែមលើតំបន់3ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចនិងប្រាសាទតាក្របីបង្កឲ្យមានភាពតានតឹងមិនអាចចរចាជាមួយកម្ពុជាបានហើយបង្កចំនួនបន្ថែមទៀតគឺបិទច្រកព្រំដែនជាប់ជាមួយកម្ពុជាទាំងអស់ធ្វើឲ្យប្រជាជនទាំងពីរប្រទេសមានភាពខាតបង់ដោយសារតែទង្វើបិទច្រកព្រំដែនដោយឯកតោភាគីពីសំណាក់យោធារបស់សៀមភាពតានតឹងកម្ពុជាសៀមបង្កឲ្យមានចំនួនកាន់តែធ្ងន់ធ្ងរមិនអាចដោះស្រាយបានសូមប្រជាជនទាំងពីរចងចាំថាភាពខាតបង់អ្វីគ្រប់យ៉ាងរបស់អ្នកមិនមែនកម្ពុជាជាអ្នកបង្កឡើងឬរាជរដ្ឋាភិបាលកម្ពុជាជាអ្នកបង្កើតឡើងនោះទេផ្ទុយទៅវិញយោធារបស់សៀមនោះទេជាអ្នកបង្កើតហើយកម្ពុជាຕົកឲ្យសៀមជាអ្នកដោះព្រោះតែកម្ពុជាមិនមែនជាអ្នកបង្កហើយក៏មិនចង់បង្កើតបញ្ហាធ្វើឲ្យមានភាពខាតបង់យ៉ាងធ្ងន់ធ្ងរបែបនេះឡើយប្រជាជនកម្ពុជាសុំតែមួយសុខមិនដែលគិតចង់ឈ្លានពានប្រទេសណាឡើយតែបើអ្នកចង់ឈ្លានពានកម្ពុជាមុនប្រមុខថ្នាក់ដឹកនាំព្រមទាំងប្រជាជនកម្ពុជាទូទាំងប្រទេសមិនឲ្យអ្នកឈ្លានពានទឹកដីកម្ពុជាដោយកាលពីសម័យមុនបានទៀតឡើយខ្មែរស្រឡាញ់ខ្មែរសូមខ្មែរជួយចែករំលែកខ្លឹមសារមួយនេះឲ្យបានដល់ប្រជាជនសៀមស្ដាប់ហើយភ្ញាក់ខ្លួនផងខ្ញុំរំពឹងថា caption មួយនេះនឹងទុកជាប្រវត្តិសាស្ត្រដើម្បីឲ្យកូនខ្មែរចំនួនក្រោយបានដឹងបានយល់ឲ្យកាន់តែច្បាស់ថាកម្ពុជាមិនមែនជាអ្នកបង្កើតរឿងនេះបាទដោយដែលភាគីថៃបានចោទកម្ពុជាឡើយត្រូវតែធ្វើផុសតាងមួយដើម្បីទុកឲ្យប្រជាជនកម្ពុជាចំនួនក្រោយចងចាំឲ្យច្បាស់ថាចៅសៀមវាមិនដែលមានភាពស្មោះត្រង់ជាមួយនឹងកម្ពុជាទេវាតែងតែចង់បង្កាច់បង្ខូចបង្ករឿងដល់កម្ពុជាជារៀងរហូតហើយវាតែងតែនិយាយប្រាប់ពិភពលោកថាកម្ពុជាគ្មានអ្វីគួរឲ្យចង់មកដើរលេងនោះទេកម្ពុជាជាប្រទេសមិនល្អវានិយាយគ្រប់យ៉ាងវាធ្វើគ្រប់យ៉ាងឲ្យតែវាល្អទម្លាក់កំហុសទម្លាក់ភាពស្អុយរលួយមកលើកម្ពុជាទាំងតែកម្ពុជាមិនដែលគិតអាក្រក់លើប្រទេសសៀមនោះឡើយសូមពុកម៉ែបងប្អូនចែករំលែកវីដេអូមួយនេះបាទឲ្យបានដល់មនុស្សគ្រប់គ្នាឲ្យបានដឹងថាខ្មែរយើងមានភាពស្មោះត្រង់មានភាពស្មោះសរតាំងពីដើមមកតែណាស់តែប្រជាជនសៀមនោះទេជាអ្នកបង្កើតរឿងធ្វើឲ្យខ្មែរយើងមិនបានសុខ
ខ្ញុំសង្ឃឹមថាវីដេអូមួយនេះជាសារចែករំលែកដ៏ល្អមួយទៅដល់បងប្អូនខ្មែរចំនួនក្រោយបានចងចាំកាន់តែច្បាស់ហើយត្រូវតែប្រុងប្រយ័ត្នជាមួយនឹងចោលសៀមឲ្យបានគ្រប់ចំនួនសូមអរគុណ